នេះគឺជាមុខចារកម្មដែលយើងបានចាប់បានម្នាក់ទៀតឯងបងប្អូនដែលវាបានសារភាពថាវាទទួលបានលុយ$20,000តែគេឲ្យវិច័យមុនហ្នឹងគឺ$2,500ចាយសិនហើយរាយការណ៍ឲ្យត្រូវកន្លែងណាដែលបង្កប់ជាមួយនឹង BM របស់ខ្មែរយើងហ្នឹងបងប្អូនគឺមួយគ្រឿងគឺពួកសៀមហ្នឹងហ៊ានឲ្យតម្លៃវាដល់ទៅ$5,000ឲ្យតែប្រាប់ទីតាំងគោលដៅច្បាស់លាស់នេះហើយខ្ញុំជឿថាវាមិនមែនមានតែគ្នាវាម្នាក់ឯងបងប្អូនគឺនៅមានបណ្ដាញជាច្រើនទៀតដែលលក់ខួរឲ្យសៀមដូច្នេះហើយខ្ញុំសូមស្នើសុំឲ្យបងសមត្ថកិច្ចជួយស្វែងរកជាមួយនឹងពួកវាជាច្រើនទៀតដែលលក់ខួរឲ្យសៀមដោយសារតែពួកអានេះគឺកើតមកធ្វើដូចតាវានឹងនៅប្រទេសកម្ពុជានឹងតែឯងមកអាចត្រូវគ្រាប់ផ្លោងគឺខ្ញុំសុំដាក់ទោសអានេះឲ្យប្រហារជីវិតវាតែម្ដងគុំទុកអីមនុស្សនេះគេហៅថាមនុស្សក្បត់ជាតិឯងបងប្អូនគឺគ្រប់ត្រឲ្យសម្លេះវាចោលគុំទុកឲ្យសោះដោយសារតែបកគលនេះគឺក្បត់ជាតិធ្វើឲ្យជាតិមានមហាអន្តរាយជាធំដោយសារតែបកគលទាំងអស់នេះឲ្យបងប្អូនជួយ share